ជំរាបសួរនាងខ្ញុំឈ្មោះសុសុលីជាប្រធានកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនរបស់អង្គការ TDSO ថ្ងៃនេះនាងខ្ញុំក៏ដូចជាក្រុមការងារទាំងមូលពិតជាមានភាពសប្បាយរីករាយនិងមោទនភាពខ្លាំងណាស់ដែលបានឃើញនៅសមិទ្ធផលមួយដែលយើងទាំងអស់គ្នាបានទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយនោះគឺការផ្ដល់ credit ជាផ្លូវការមួយឲ្យដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់អង្គការ TDSO យើងនេះដោយដែលលោកសុនណានាយកប្រតិបត្តិអង្គការ TDSO តែងតែមានប្រសាសន៍ថាការទទួលស្គាល់ជារឿងមួយដោយឡែកការស្នើសុំ credit ដល់សិក្ខាកាមគឺជារឿងមួយដ៏សំខាន់ផ្សេងទៀតជាក់ស្ដែងដើម្បីទទួលបានការទទួលស្គាល់យើងត្រូវមានរបស់សំខាន់3ទី1គឺការផ្សារភ្ជាប់កម្មវិធីរបស់យើងទៅនឹងគោលនយោបាយរបស់ក្រសួងទី2គឺកម្មវិធីបណ្ដុះបណ្ដាលដែលមានគុណភាពហើយទី3គឺឯកសារនិងភស្តុតាងបង្ហាញផ្សេងមួយវិញទៀតដើម្បីឲ្យអតីតសិក្ខាកាមរបស់យើងទទួលបាន credit បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងដូចថ្ងៃនេះគឺតម្រូវឲ្យយើងបំពេញលក្ខខណ្ឌសំខាន់3ទី1សិក្ខាកាមត្រូវបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យទី2ភស្តុតាងបង្ហាញពីការសិក្សារបស់សិស្សនិងទី3គឺការប្រមូលព័ត៌មានមន្ត្រីរាជការរបស់សិក្ខាកាមយើងឲ្យបានគ្រប់ជ្រុងជ្រោយហើយចំណុចទាំងនេះគឺពិតជាទាមទារនៅពេលវេលានិងការបដិញ្ញាខ្ពស់ពីអ្នកពាក់ព័ន្ធគ្រប់រូបរួមមានអាជ្ញាធរគ្រប់ជាន់ថ្នាក់លោកគ្រូអ្នកគ្រូដែលជាសិក្ខាកាមហើយជាពិសេសក្រុមការងាររបស់អង្គការ TDSO ផ្ទាល់តែម្ដងជារួមយើងឃើញថាការសហការរវាងអង្គការ TDSO និងក្រសួងអប់រំពិតជាមានផលជះដ៏ល្អប្រសើរមួយទៅដល់ប្រព័ន្ធអប់រំទាំងមូលនៅក្នុងប្រទេសកម្ពុជាយើងដោយក្នុងនោះ TDSO ដើរតួជាភ្នាក់ងារដ៏សំខាន់ក្នុងការគ្រប់គ្រងនិងផ្ដល់នូវចំណេះជំនាញជូនដល់លោកគ្រូអ្នកគ្រូហើយក្រសួងអប់រំបំពេញក្តីស្រមៃរបស់ពួកគាត់ដោយផ្ដល់នូវការទទួលស្គាល់និងការលើកទឹកចិត្តក្នុងការអភិវឌ្ឍវិជ្ជាជីវៈជាគ្រូបង្រៀនយើងឃើញថាការផ្ដល់ជីវៈនិងការផ្ដល់ប្រព័ន្ធ credit នេះគឺជាការឆ្លុះបញ្ចាំងការគ្រប់គ្រងយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តទៅដល់លោកគ្រូអ្នកគ្រូដែលបានមកចូលរួមអង្គការ TDSO ក៏តែងតែយកចិត្តទុកដាក់ជួយគ្រប់គ្រងវិស័យអប់រំនៅក្នុងខេត្តសៀមរាបដោយក្នុងឱកាសនេះដែលយើងមានកម្មវិធីផ្សព្វផ្សាយការផ្ដល់ជាប្រព័ន្ធ credit ទៅដល់ពួកគាត់ដែលធ្វើឲ្យលោកគ្រូអ្នកគ្រូរបស់យើងមានទឹកចិត្តសប្បាយរីករាយហើយនឹងចូលរួមយ៉ាងសកម្មចំពោះការអនុវត្តកម្មវិធីរបស់យើងខ្ញុំគិតថានៅក្នុងវិស័យអប់រំរបស់យើងគឺមានសារៈសំខាន់ខ្លាំងពីព្រោះនៅក្នុងការអនុវត្តរបស់គ្រូកន្លងមកគឺយើងកម្រតែថាយើងចូលរួមវគ្គណាមួយដែលទទួលបាន credit ប៉ុន្តែគឺខ្ញុំមានភាពរីករាយដោយសារអង្គការ TDSO នេះគឺទទួលបានអាជ្ញាប័ណ្ណពីក្រសួងដែលអាចឲ្យសិក្ខាកាមដែលចូលរួមនៅក្នុងវគ្គ TDSO នេះទទួលបាន credit ចាអញ្ចឹងខ្ញុំគិតថាសារៈសំខាន់នោះគឺជួយឲ្យស្តង់ដារមួយរបស់វិស័យអប់រំរបស់យើងគឺអាចទទួលស្គាល់ដោយក្រសួងអប់រំបានចាទី2គឺជំរុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលគាត់បានចូលរួមនៅក្នុងវគ្គនេះឲ្យគាត់កាន់តែមានទឹកចិត្តនៅក្នុងការចូលរួមបន្ថែមទៀតហើយទី3នោះគឺអភិវឌ្ឍទៅលើសមត្ថភាពរបស់គ្រូដែលគាត់ជាសិក្ខាកាមដែលបានចូលរួមចាខ្ញុំសង្កេតឃើញថានៅក្នុងស្រុករបស់ខ្ញុំគ្រូដែលបានចូលរួមនៅក្នុងវគ្គរបស់អង្គការ TDSO គឺគាត់មិនត្រឹមតែយកវិធីសាស្ត្រនៅក្នុងការអនុវត្តជាភាសាអង់គ្លេសទៅប្រើប្រាស់ទេគឺគាត់បានយកវិធីសាស្ត្រដែលគាត់រៀនពីភាសាអង់គ្លេសនេះទៅអនុវត្តនៅពេលដែលគាត់បង្រៀនមុខវិជ្ជាផ្សេងនៅក្នុងមុខវិជ្ជាគោលរបស់ក្រសួងអប់រំផងដែរបើយើងប្រៀបធៀបទៅនឹងអ្វីដែលយើងទទួលបានពីខាងក្រៅគឺយើងពេលខ្លះយើងអាចនឹងចំណាយថវិកាហើយយើងទទួលបានត្រឹមតែចំណេះដឹងប៉ុន្តែនេះយើងបានអភិវឌ្ឍសមត្ថភាពរបស់យើងថែមទាំងទទួលបាននៅការផ្ដល់គុណតម្លៃពីក្រសួងអញ្ចឹងវាមិនមែនជារឿងលេងសើចទេគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានទេសម្រាប់ credit គឺវាមានតម្លៃទី1គឺកន្លងអភិវឌ្ឍវិជ្ជាជីវៈរបស់យើងគឺយើងបានសម្រាប់បង្កើននៅគុណតម្លៃរបស់យើងទៅមុខទៀតដែលវាអាចជួយឲ្យយើងមានគុណវុឌ្ឍកាន់តែខ្ពស់ការទទួលបានការឧបត្ថម្ភផ្សេងក៏ដូចជាការវិតម្លៃពីក្រសួងគឺកាន់តែខ្ពស់ដូចគ្នាដែរអញ្ចឹងមានន័យថាយើងទទួលបានទាំងការអភិវឌ្ឍសមត្ថភាពជួយឲ្យយើងធ្វើការបង្រៀនកាន់តែមានប្រសិទ្ធភាពសិស្សរបស់យើងអ្នកដែលទទួលបានសេវារបស់យើងបង្រៀនពីយើងគឺគាត់ទទួលបាននៅសមត្ថភាពកាន់តែល្អប្រសើរអ្វីដែលជាអត្ថប្រយោជន៍សម្រាប់លោកគ្រូអ្នកគ្រូដែលកំពុងតែប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធ credit ឬក៏អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនេះចំពោះខ្លួនគាត់ចំពោះលោកគ្រូអ្នកគ្រូគឺយើងទទួលបានអត្ថប្រយោជន៍ពាក់ព័ន្ធទៅនឹងការកសាងសមត្ថភាពរបស់គាត់ឲ្យមានលក្ខណៈល្អប្រសើរជាងមុនឲ្យមានជំនាញកាន់តែច្បាស់លាស់នៅពេលដែលគាត់បានឆ្លុះឆ្លងកាន់គ្រូម្សិលហើយគាត់បានសិក្សាជំនាញថ្មីបន្ថែមទៀតឲ្យស្របទៅនឹងការសិក្សាអប់រំបែប digital ការសិក្សាអប់រំបែបសតវត្សទី21ជាពិសេសទៅតាមសម័យកាលនីមួយៗព្រោះថាក្រសួងអប់រំនេះកំពុងតែជំរុញនិងលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរដើម្បីយកទៅបង្រៀនរបស់សិស្សឲ្យទទួលបានគុណភាពកាន់តែល្អប្រសើរជាងមុនការទទួលបាន credit ហ្នឹងគឺពិតជាផ្ដល់ផលប្រយោជន៍ពីព្រោះដោយសារតែនេះខ្ញុំបញ្ចប់វគ្គបណ្ដុះបណ្ដាលនៅសាលាគរុកោសល្យដោយទទួលបាន credit ត្រឹមតែ60 credit ហើយតាមគោលការណ៍របស់ក្រសួងនៅថ្ងៃអនាគតទៅគឺតម្រូវឲ្យគ្រូបង្រៀនទាំងអស់គឺមាន credit 120 credit
ចឹងដើម្បីបន្ថែមនៅគុណវុឌ្ឍិរបស់ខ្លួនឯងគឺយើងត្រូវប្រឹងអភិវឌ្ឍសមត្ថភាពសិក្សាបន្ថែមដែលការទទួលបាន credit ហ្នឹងនឹងបន្ថែមពីលើ credit ដែលទទួលបានពីសាលាគរុកោសល្យមកបន្ថែមទៀតការទទួលស្គាល់ credit ពីក្រសួងនៅក្នុងថ្ងៃនេះហើយតាមរយៈការឆ្លងកាត់បទពិសោធន៍ដែលខ្ញុំបានសិក្សានៅ TDSO គឺខ្ញុំឃើញថាការបណ្ដុះបណ្ដាលនៅ TDSO គឺពិតជាប្រកបដោយគុណភាពជំនាញនិងប្រកបដោយស្តង់ដារដែលអាចឲ្យគ្រូបង្រៀនដែលសិក្សានៅទីនោះអាចយកទៅបណ្ដុះបណ្ដាលក្មេងៗបានមានតែអង្គការ TDSO តែមួយគត់គឺជាស្ថាប័នឬក៏ជាអង្គការដែលបណ្ដុះបណ្ដាលជំនាញផ្នែកភាសាអង់គ្លេសមួយដែលពិតប្រាកដហើយប្រកបដោយគុណភាពនិងជំនាញដែលធ្វើឲ្យយើងរៀនទៅមានភាពជឿជាក់រីករាយហើយទទួលបានចំណេះដឹងពិតប្រាកដមួយ TDSO គឺជាដៃគូមួយយ៉ាងសំខាន់ដល់សមាជិកក៏ដូចជាអង្គការដទៃទៀតដែលកំពុងតែធ្វើការងារបង្ហាក់បង្ហាយឬក៏តម្រង់ទិសដូចគ្នាអញ្ចឹងសម្រាប់ថ្ងៃខាងក្រោយបើសិនជាអង្គការឬសមាជិកដែលគាត់កំពុងតែត្រូវការឬក៏មានតម្រូវការសំខាន់ពាក់ព័ន្ធទៅនឹងផ្នែកបណ្ដុះបណ្ដាលដូចគ្នានឹងអ្វីដែល TDSO យើងសង្ឃឹមថាយើងនឹងធ្វើការសហការគ្នាឲ្យកាន់តែរឹងមាំដើម្បីឲ្យកិច្ចការងារនេះបានសម្រេចជោគជ័យទៅតាមគោលដៅរបស់យើងទៅមួយ